នៅសល់តែមួយខែទៀតដល់ថ្ងៃប្រឡងបាក់ឌុបហើយឱកាសយកនីតិអេក៏កាន់តែខិតជិតមកដល់ហើយនៅក្នុងថ្ងៃនេះខ្ញុំចង់ចែករំលែកគន្លឹះ3សំខាន់ដើម្បីឲ្យអ្នកទាំងអស់គ្នាត្រៀមខ្លួនបានល្អសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខនេះតិចទី1គឺអ្នកទាំងអស់គ្នាត្រូវមើលវិញ្ញាសាចាស់ចាស់មើលវិញ្ញាសាចាស់ចាស់ហ្នឹងមិនមានន័យថាអ្នកទាំងអស់គ្នាមើលនៅក្នុងឆ្នាំ2021 2022ទេប៉ុន្តែមានន័យថាអ្នកទាំងអស់គ្នាត្រូវមើលពីឆ្នាំចាស់ចាស់ខ្លាំងមែនតើគឺ2000គត់2001 2002ពួកវិញ្ញាសាឆ្នាំទាំងអស់ហ្នឹងគឺវាមានកម្រិតពិបាកខ្លាំងអញ្ចឹងកាលណាដែលអ្នកទាំងអស់គ្នាធ្វើវិញ្ញាសាឆ្នាំទាំងអស់ហ្នឹងបានមានន័យថាអ្នកទាំងអស់គ្នាអាចធ្វើវិញ្ញាសាពេលប្រឡងបាក់ឌុបបានហើយក្នុងមួយវិញ្ញាសាក្នុងមួយឆ្នាំអ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងតិចណាស់ឲ្យបាន10ដងអញ្ចឹងអ្នកខ្លះអាចប្រកាសជាឆ្ងល់ហើយថាតើយើងត្រូវរៀនខ្លួនឯងដោយម៉េចដើម្បីចូលគោលបាល់អញ្ចឹងមកដល់ចំណុចទី2របស់យើងគឺរៀនដើម្បីឲ្យយល់មិនមែនរៀនដើម្បីទន្ទិញទេអញ្ចឹងជាក់ស្ដែងសម្រាប់អ្នកខ្លះសម្រាប់មុខវិជ្ជាដែលត្រូវការទន្ទិញច្រើនដូចជាប្រវត្តិវិទ្យាឬក៏ជីវវិទ្យាគឺសិស្សគាត់តែងតែព្យាយាមទន្ទិញដើម្បីចាំចម្លើយនៅពេលប្រឡងប៉ុន្តែជាក់ស្ដែងគឺមាន technique ដើម្បីរៀនមួយទៀតដែលខ្ញុំចូលចិត្តប្រើជាងគេនោះគឺ active recall នោះមិនសម្រាប់ខ្ញុំផ្ទាល់ active recall នោះគឺនៅពេលដែលយើងរៀនមេរៀនចប់យើងចាប់ផ្ដើមបិទសៀវភៅបិទ note របស់យើងទាំងអស់ហើយសួរខ្លួនឯងវិញថាតើយើងអាចបញ្ចូលមេរៀនហ្នឹងពីដើមដល់ចប់បានអត់តែយើងអាចធ្វើលំហាត់ដោយមិនមើលរូបមន្តបានអត់អញ្ចឹងបើសិនជាយើងនៅត្រូវមើលចម្លើយឬក៏ត្រូវនៅមើលរូបមន្តបានន័យថាកន្លែងហ្នឹងហើយដែលជាចំណុចខ្វះខាតរបស់យើងដែលយើងអាចយកទៅសិក្សាបន្ថែមនៅក្នុង self study schedule របស់យើងបានចំណុចទី3គឺត្រូវរៀនដោយមានឆន្ទៈហើយកុំដាក់សម្ពាធខ្លួនឯងបងយល់ថាការរៀនយកនីតិអេមិនមែនជាការងារស្រួលសម្រាប់បងប្អូនទាំងអស់គ្នាក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺយើងអត់ត្រូវដាក់សម្ពាធខ្លួនឯងពេកទេគឺយើងត្រូវចេះគ្រប់គ្រងពេលវេលាថាតើពេលវេលាណាដែលយើងគួរខំរៀនពេលវេលាណាខ្លះទៀតដែលយើងគួរណាតែសម្រាប់គឺយើងអត់គួរណាដាក់សម្ពាធខ្លួនឯងខ្លាំងពេករហូតដល់ថាខំប្រឹងរៀនសឹងតែ24ម៉ោងជារៀងរាល់ថ្ងៃព្រោះយើងត្រូវដឹងថាខួរក្បាលរបស់យើងហ្នឹងក៏មានកម្រិតដែរបើសិនជាយើងខំប្រឹងរៀនខ្លាំងពេកធ្វើឲ្យមេរៀនច្រើនពេកក៏ពេលខ្លះក៏យើងចាប់អត់បានទៅតាមនឹងផងដែរហើយមានសិស្សច្បងជាច្រើនខ្លាំងមែនតើដែលពេលខ្លះគឺពួកគាត់ខំប្រឹងរៀនខ្លាំងពេកអត់មានពេលវេលាសម្រាប់អីអញ្ចឹងពេលខ្លះក៏ធ្វើឲ្យពួកគាត់ខ្លាត់នៅក្នុងការប្រឡងបាក់ឌុបដូចគ្នាដែរអញ្ចឹងដើម្បីទទួលបាននីតិអេគឺមិនមែនរៀនរហូតដល់អត់មានពេលសម្រាប់ទេក៏ប៉ុន្តែយើងត្រូវចេះបែងចែកពេលវេលាហើយនឹងយកភាពឆ្លាតវៃរបស់យើងដើម្បីឲ្យខ្លួនឯងនឹងអាចទទួលបាននីតិអេបានអញ្ចឹងនៅសល់តែមួយខែទៀតទេជាចុងក្រោយនេះខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបាននីតិដោយការពរប្រាថ្នារបស់អ្នកទាំងអស់គ្នាហើយខិតខំប្រឹងប្រែងយកនីតិអេដើម្បីបានអាហារូបករណ៍មករៀននៅ AUPP ដូចខ្ញុំ